Robby bằng cả account TikTok ចឹងសូមបងប្អូនចូល TikTok មកបងប្អូនចុចពាក្យ profile ហើយចុចចូលពាក្យ add account ដល់ត្រង់នេះសូមបងប្អូនបញ្ចូលលេខទូរស័ព្ទរបស់ខ្លួនឯងយើងមកបន្ទាប់មកសូមចុចពាក្យ continue តោះមកយើងសូមបញ្ចូលលេខកូដ6ខ្ទង់លេខកូដនេះគឺយើងទៅចែកនៅក្នុង Telegram របស់យើងបញ្ចូលទៅគឺអូតូចឹងមកដល់ត្រង់នេះទៀតបងប្អូនសូមបញ្ចូលថ្ងៃខែឆ្នាំកំណើតបញ្ចូលរួចហើយសូមបងប្អូនបង្កើតលេខកូដនេះបងប្អូនដាក់8ខ្ទង់មានអក្សរខ្លះលេខខ្លះសញ្ញាសម្គាល់ខ្លះទៀតទៅហើយបងប្អូនចុចពាក្យ continue ត្រង់នេះបងប្អូនមកបង្កើតឈ្មោះ nickname របស់ TikTok របស់យើងប៉ុន្តែបើយើងអត់ចង់បង្កើតឡើងទេយើងអាចចុច skip បានហើយចាំយើងកែប្រែឬក៏ដាក់ឈ្មោះនៅពេលក្រោយក៏បានដែរអញ្ចឹងខ្ញុំចាំដាក់ឈ្មោះនៅពេលក្រោយអញ្ចឹងខ្ញុំសូមចុច skip បន្ទាប់ពីយើងចុច skip ហើយយើងក៏ទទួលបាន page មួយគ្រាន់តែថា page នេះគឺអត់ទាន់ពេញលេញទេយើងត្រូវ add ឈ្មោះយើងដាក់ bio បន្ថែមទៀត